ពុកម៉ែបងប្អូនបណ្ដាស្មាននេះគឺយើងជាដាច់ខែ11ហើយតែយើងអាចបាញ់ឈុតបំពន់ទាញការចន្ទិបានហើយឬនៅដោយសារតែអាកាសធាតុភ្លៀងធ្លាក់រហូតបាទទៅតែ2ថ្ងៃនឹងទេដែលមេឃមានពន្លឺថ្ងៃពេញលេញវិញបាទអញ្ចឹងសម្រាប់ការបាញ់ទាញផ្កាពុកម៉ែបងប្អូនត្រូវសង្កេតតែមើលត្រួយចន្ទិសិនបើសិនបើត្រួយចន្ទិពុកម៉ែបងប្អូនចេញមកបានច្រើនចេញមកស្រោះគ្នាហើយយើងអាចបាញ់ទាញផ្កាបានហើយតែបើអត់ទាន់មានត្រួយទេត្រូវស្រុតទៅបាញ់ឈុតបំពន់ដាស់ត្រួយមួយវគ្គទៀតសិនបាទចំណែកចំការចន្ទិពុកម៉ែបងប្អូនដែលអត់មានបញ្ហារឿងត្រួយបាទមកដល់ស្មាននេះគឺត្រួយខ្លះវាចាប់ផ្ដើមទម្លាក់ទៅជាត្រួយផ្កាមួយហើយបាទអញ្ចឹងនៅពេលដែលយើងសង្កេតឃើញដូចនេះសូមពុកម៉ែបងប្អូនប្រញាប់ក្នុងការបាញ់បំពន់ទាញផ្កាបាទមូលហេតុអីគឺដើម្បីឲ្យផ្កានឹងវាចេញមកស្រស់គ្នាល្អតោមផ្កាវែងធំថ្លោះតោមផ្កាដែលវាទម្លាក់ផ្កាមកជាចង្កមផ្កាមានសមត្ថភាពក្នុងការបង្កាត់ទៅជាក្តាប់បាទនៅដំណាក់កាលនេះពុកម៉ែបងប្អូនអាចធ្វើការបាញ់លាយជាមួយនឹងប៊ូរ៉ុនដោយសារប៊ូរ៉ុនវាមានតួនាទីជំនួយដល់ដំណើរការបំពង់លំអងបាទកាលណាដែលបំពង់លំអងវាដំណើរការបានល្អគឺវាមានលទ្ធភាពខ្ពស់ឲ្យផ្កាញីទទួលបានលំអងច្រើនពីផ្កាឈ្មោលបាទបើន័យថានៅក្នុងដំណាក់កាលបង្កកំណត់នេះផ្កាញីទទួលបានលំអងពីផ្កាឈ្មោលគ្រប់គ្រាន់នោះវាមានសមត្ថភាពឬក៏លទ្ធភាពបង្កាត់ទៅជាក្តាប់ចន្ទីហើយជាក្តាប់ដែលកាន់ក្តាប់ធន់នឹងអាកាសធាតុមិនងាយជ្រុះមិនងាយរលត់ទៅវិញបាទអញ្ចឹងបើពុកម៉ែបងប្អូនមានចម្ងល់ឬចង់ប្រឹក្សាបន្ថែមអំពីចន្ទីអាច comment ឬក៏ឆាតចូល page នេះបានអរគុណ